កសឹកលោកស្រីចាស់មកបែបនេះលោកស្រីតើពួកយើងគិតធ្វើយ៉ាងម៉េចទេតាំងពីអ្នកប្រុសជន់ឈឺរហូតដល់រឿងកដប់សិនហើយនៅរឿងអ្នកប្រុសជាលោកស្រីចាស់លែងទុកចិត្តយើងដូចពីមុនទៀតហើយមុននេះនៅលើសម្ដីទាំងនោះទៀតមិនដឹងថាគាត់មើលមកយើងយ៉ាងណាបើបាត់បង់ការទុកចិត្តពីលោកស្រីចាស់ជីវិតតតែខ្លាចតែលំបាកជាងមុនទេលោកស្រីតូចមួយរយៈពេលនេះពួកយើងនៅស្ងប់ស្ងៀមសិនទៅណាបើយើងចោះចាញ់បែបនេះគ្រប់យ៉ាងនឹងចប់មែនតើយើងអង្គុយចាំការស្លាប់មិនបានទេអត់ទេសំណាញ់មានរឿងអីយ៉ាសាប់អាក្រក់មែនទេកុំអីសំណាញ់កុំអីឆាប់រត់ទៅសំណាញ់ឆាប់រត់ទៅមិនអីទេស្នាច់យ៉ាសាប់អាក្រក់ទេល្អហើយធម្មតាមើលតែសោះក៏ក្រស្មានមិនដឹងថាសម្ដេចក៏មានផ្នែកតុនខ្សោយដែរមិនដឹងថាសម្ដេចយល់សាប់ឃើញអ្វីតែធ្វើឲ្យលោកផាត់ភ័យដល់ថ្នាក់នេះសម្ដេចបងសម្ដេចចង់ដឹងរឿងនៅក្នុងចិត្តលោកស្រីត្រូវតែបើកចិត្តខ្លួនឯងជាមុនមិនដូច្នេះទេរវាងសម្ដេចនិងលោកស្រីគឺនឹងមានកំផែងដែលមិនអាចបំផ្លាញជារៀងរហូត
សម្ដែងគឺមុននេះខ្ញុំនៅក្បែរក្រែច្បាស់ណាស់ខ្ញុំ ចាំមិនបានទេមែនទេ ការរឿងអីមែនទេ មិនចង់ទទួលខុសត្រូវទេមែនទេ ហាខ្ញុំធ្វើរឿងលើសលួសមែនទេបានចឹងខ្ញុំ លេងសើចនោះទេ ឮថាយប់មិញសម្ដេចផឹកស្រាដល់ស្វឹងម៉ែបារម្ភរហូតមកស្មានមិនដល់ថាថ្ងៃនេះបានឃើញទឹកមុខស្រស់បោះបែបនេះមានន័យថាស៊ឺអ៊ីនាងមើលថែបានល្អម៉ែឃើញពួកកូនទាំងពីរអ្នកប្តីប្រពន្ធនៅជាមួយគ្នាចុះសម្រុងក្នុងចិត្តម៉ែគឺសប្បាយចិត្តហើយ សៀនាងយកចិត្តទុកដាក់ល្អអ្នកម៉ែកុំបារម្ភអី ច្រើនថ្ងៃមកនេះកិច្ចការគ្រប់យ៉ាងនៅក្នុងផ្ទះស៊ឺអ៊ីនាងចាត់ចែងបានយ៉ាងល្អទាំងអស់នេះម៉ែបានឃើញអស់ហើយលំបាកដល់កូនហើយណាអ្នកម៉ែសរសើរពេកហើយនេះជាអ្វីដែលកូនគួរតែធ្វើទេល្អឬមួយមិនល្អគ្រប់គ្នាសត្វតែបានមើលឃើញអ្នកបងមិនបាច់ដាក់ខ្លួននោះទេត្រូវហើយកណាត់ប៉ាក់ដែលកូនឲ្យមនុស្សយកមកឲ្យប្រហែលថ្ងៃមុនម៉ែចូលចិត្តណាម៉ែមិនធ្លាប់ឃើញកណាត់ប៉ាក់ដែលស្អាតបែបនេះនោះទេឃើញច្បាស់ថាព្យាយាមខ្លាំងអ្នកម៉ែចូលចិត្តល្អហើយបានអ្នកម៉ែមិនប្រកាន់ខ្ញុំកាត់ឈុតជូនអ្នកម៉ែល្អទេល្អណាស់អ្នកណាទៅប្រកាន់បែបនេះគឺល្អហើទិញកណាត់ល្អមកបន្ថែមទៀតទេចាអ៊ីងសម្ដេចមានអ្វីឲ្យខ្ញុំបំរើមែនទេបង្អួចបែកបាក់ហើយរកមនុស្សមកជួយទៅនេះតើបង្អួចផ្ទះណាបែកសម្ដេចជើងប្រាប់ហើយថាបង្អួចខូចសម្ដេចមានអីឯណាខូចហើយមែនទេខ្ទេចហើយហូផោអញគិតថាពេលណាទៅខ្ញុំប៉ាក់ស្អាតដូចលោកស្រីរឿងនេះអញឈប់គិតទៅពិបាកដល់ថ្នាក់នេះផងជឿទៅទុកនៅលើក្រែទៅសម្ដេចនេះគឺបង្អួចនៅផ្ទះប្រច័នពេញវងខូចចាំបាច់ឲ្យជាងជួសជុលអញ្ចឹងត្រូវតែមកសម្រាប់នៅទីនេះសិនបង្អួចខូចមែនទេហេតុអីបានជាខូចគឺថាគឺតែច្បាស់លាស់ទៅបង្អួចខូចដោយរបៀបណាមកពីខ្ញុំមិនប្រយ័ត្នទើបធ្វើឲ្យខូចបែកធំទៀតផងត្រូវធ្វើ10ថ្ងៃទៅកន្លះខែទើបរួចបានហើយអញទៅបង្អ
អួចផ្ទះប្រចាំពេញវងខូចនៅលេងបានហើយនៅក្នុងភូមិគ្រឹះមានផ្ទះជាច្រើនឲ្យស្នាក់អាស្រ័យ ផ្ទះខាងលិចរបស់លិចជាផ្ទះខាងក្រៅរបស់ត្រកូលស្វីបងក៏ទៅសម្រាប់នៅទីនោះមានអ្វីថាមិនត្រូវទេម្យ៉ាងទៀតបើសិនជានាងជាប្រពន្ធរបស់ខ្ញុំយើងខ្ញុំនៅទីនេះក៏បានសម្រាប់នៅកន្លែងណាទេកំអីសម្រាប់នៅលើក្រៅក៏បានខ្ញុំធ្លាប់ធ្វើសឹកឡើងទម្លាប់ទៅហើយមានកន្លែងណាខ្លះដែលមិនអាចនៅបានទេមិនដូចជាអូននោះទេអូនសម្រាប់នៅលើក្រៅទេកាលពីមុនបងមិនដែលខ្វល់ពីអូននោះទេអត់ទេសម្ដេចបើថាខ្ញុំបានល្អណាស់ពីពេលនេះតទៅបងមិនឲ្យអូនមានអារម្មណ៍ទៅចិត្តទៀតទេបងមករំខានអូនទេមែនទេខ្ញុំដេកមិនលក់នេះគឺជាសៀវភៅដែលអូនចូលចិត្តអានមែនទេអានដើម្បីការអំសក់ប៉ុណ្ណោះខ្ញុំអានតាក់ទងនឹងអ្នកនេសាទរួចរឿងព្រះដែលបានសរសេរចូលក្នុងនោះកថាថ្ងៃក្រោយបើមានឱកាសច្បាស់ជាអ្វីទេចង់តែមើលទេសភាពពិភពលោកមួយនេះឡោអញ្ចឹងគឺគំនិតប្រាប្រហែលនឹងបងបងមករំខានទេឆាប់សម្រាប់ទៅ
សម្រាប់ទៅកុំអីកុំយកសាប់អាក្រក់ទៀតហើយមែនទេកុំអីកុំឆាប់រត់ទៅខ្ញុំចាប់ហ្វូខ្ញុំថាអ្វីដែរលោកមិនធម្មតាទេលោករាជវិជាគុណតាំងពីពេលណាឆ្នាំនោះសម្ដេចចាស់ដើម្បីធ្វើឲ្យរាជការសម្ដេចរឿងមមគឺទើបបង្រៀនវិជាគុណសម្ដេចតូចហើយខ្ញុំនៅត្រកូលស្វីតាំងពីតូចគឺទើបហាត់គុណដំណើរសម្ដេចតាំងពីតូចមែនទេបាញ់និយាយបែបនេះមានន័យថានៅជាមួយសម្ដេចច្រើនឆ្នាំលោកច្បាស់ជាយល់ពីសម្ដេចខ្លាំងមិនខាននៅបានឆាប់ស្លាប់ទើបខ្ញុំនៅបម្រើសម្ដេចតាំងពីតូចមកលោកស្រីចាស់ចាត់ទុកខ្ញុំដូចជាកូនខ្ញុំហាត់គុណជាមួយសម្ដេចចូលកងទ័ពដំណើរគ្នាដូច្នេះរឿងសម្ដេចមិនមានអ្វីដែលខ្ញុំមិនដឹងទេខ្ញុំឃើញថាសម្ដេចតែងតែយកសັບអាក្រក់នៅពេលយកសັບឆ្លប់បញ្ចាំងឲ្យទុកកង្វល់នៅក្នុងចិត្តប៉ុន្តែសម្ដេចជាមនុស្សរឹងមាំរហូតបានតែដោយសារតែរឿងអីទៅធ្វើឲ្យសម្ដេចផិតភ័យបានកន្លងទៅច្រើនឆ្នាំសម្ដេចអាចនឹងបំភ្លេចរឿងអតីតកាលមួយមិនបានរឿងអតីតឆ្នាំនោះសម្ដេចចាស់នឹងព្រះអង្គម្ចាស់ធ្វើប្រហែលចំពោះត្រកូលអូគឺទើបស្លាប់លើសមរភូមិពេលនោះគឺខ្ញុំបាត់បង់ឪពុកដែរក្រោយមកខ្ញុំខ្លាចជាមេទ័ពសម្ដេចសង្គ្រាមលើកនោះគឺចាញ់ចាប់យើងបាត់បង់កងទ័ពធ្វើឲ្យសម្ដេចបំភ្លេចរឿងនេះមិនបានច្រើនឆ្នាំមកនេះសម្ដេចឆ្លងកាត់ការកាប់សម្លាប់បង្ហូរឈាមជាច្រើនតែបដូរយកមកនៅភាពស្ងប់សុខរបស់ត្រកូលស្វីបានដល់សប្តាហ៍ថ្ងៃនេះតាំងពីពេលដែលសម្ដេចចាស់ស្លាប់ទៅត្រកូលអូឆ្លៀតឱកាសជន់បន្ថែមត្រកូលស្វីចិត្តវិនិច្ឆ័យសម្ដេចជាយានគឺដាក់សម្ពាធជារឿយៗសម្ដេចនាំខ្ញុំចូលបម្រើទ័ពចាប់ផ្ដើមពីកូនទាហានឡើងឋានៈជារឿយៗសម្ដេចសម្លាប់សត្រូវដោយភាពអង់អាចភ្លេចរឿងស្លាប់រស់ហើយមានថ្ងៃមួយមេបញ្ជាការបញ្ជូនពួកខ្ញុំទៅលួចវាយឆ្មក់សត្រូវតែប្រងឈួនហើយមិនទេខាងសត្រូវគ្នាច្រើនដល់ថ្នាក់នេះពួកយើងមានគ្នាទៅ10នាក់ទេណាពេលនេះមនុស្សត្រកូលស្វី100ជីវិតគឺពឹងផ្អែកលើយើងបើយើងមិនខំប្រឹងសាងគុណសម្បត្តិទេនោះអញ្ចឹងត្រកូលស្វីយើងមានឱកាសស្ដារមកមាត់ដែរទេអាចនឹងបង្ក្រាបចោលក្បត់ត្រកូលអ៊ូបានគឺជាការល្អពួកយើងត្រូវមានចិត្តតស៊ូមិនអាចឆ្លោះត្រួយទេសម្ដេចមានបន្ទុកជាច្រើនរួចសម្ដេចលាក់ទុកក្នុងចិត្តតែម្នាក់ឯងដល់ពេលវេលាកន្លងទៅមើលទៅគឺដូចជាមនុស្សឈាមត្រជាក់គឺគ្មានអារម្មណ៍ប៉ុន្តែខ្ញុំដឹងនេះគឺជារូបបែបដែលគាត់ការពារត្រកូលស្វីប្រើវិធីការពារខ្លួនតាំងប៉ិនទឹកមុខមិនញញឹមរបស់សម្ដេចមានដើមហេតុមកពីបែបនេះសោះប៉ុន្តែពីមុនសម្ដេចមិនមែនបែបនេះទេពេលសម្ដេចចាស់ទៅសម្ដេចបកកែញញឹមណាស់ចូលចិត្តជិះសេះវាយឃ្លីគឺមិនខុសអំពីអ្នកប្រុសប៉ោឡែននៅឯគ្រីធានីទេអ្នកប្រុសប៉ាឡាដែលយកតែចិនខ្ញុំមិនហ៊ានគិតសម័យនោះទេច្រើនឆ្នាំមកនេះសម្ដេចស្ពីបន្ទុកជាច្រើនឬសម្ដេចលាក់ទុកនៅក្នុងចិត្តម្នាក់ឯងដល់ពេលវេលាកន្លងទៅទឹកមុខកំណាចខ្លាយទៅជាអាវក្រោះរបស់គាត់ភាពគ្មានអារម្មណ៍ខ្លាយទៅជាអាវុធរបស់គាត់
ហើយមិនទាន់សម្រាប់ទី សម្ដេចមកវិញហើយមែនទេខ្ញុំធ្វើសុបសម្រាប់សម្ដេចហូបសុបកំដៅរាងកាយសិនទៅសម្ដេចថ្ងៃនេះហាត់គុណប្រើដៅប្រើកម្លាំងបន្តិចទេពេលនេះគ្មានកម្លាំងទេតើលោកស្រីអាចជួយបន្តិចបានទេសម្ដេចធ្វើប៉ុនគឺជាការពិនមិនបានកុហកនោះទេបាញ់ចឹងខ្ញុំទៅយកថ្នាំមកឲ្យសម្ដេចអាចចង់ហូបសុបទៀតទេមក